បងប្អូនខ្លះគាត់ស្រែកគាត់ថាហេតុអីបានជាយើងលាក់ព័ត៌មានទៅហ៊ានស្លាប់គេទៅយកពីរឿងប្រទេសថៃមកវិញគេជេរយើងទៀតអ្នកខ្លះទៅអួតទៅហ៊ានយើងស្លាប់ម្នាក់ទៅអូទៅហ៊ានខ្មែរស្លាប់2 4បងប្អូនដែរនៅក្នុងសមរភូមិអាវុធសពាវុធជាកត្តាមួយវាអាចត្រឹម40 30%ប៉ុន្តែឆន្ទៈស្មារតីប្រយុទ្ធគឺកត្តាកំណត់ជោគជ័យ2008 2011គេថតដូចតែគ្នាឃើញតែហ៊ានខ្មែរអត់ដូចជិះបញ្ហាតែខ្ញុំមិនជិះតែហ៊ានជំនាន់ណាក៏ដោយជំនាន់ដើមដូចជំនាន់ពួកអេស៊ីបអីខ្ញុំអត់ចាំមុននឹងទៅហ៊ានចេញគេហៅគ្រូទាយគេហៅគូរូមកគ្រូទាយរបស់ស្ដេចគាត់តែងតែនិយាយថាតាហ៊ានយើងចេញច្បាំងនេះគឺឈ្នះហើយទោះបីជាច្បាំងចាញ់ក៏ដោយស្អីក៏ដោយតែគេត្រូវប្រាប់ថាតាហ៊ានយើងចេញច្បាំងទៅឈ្នះតែត្រូវនឹងវិនិច្ឆ័យខ្ចាត់ខ្ចាយស្លាប់កជើងដើម្បីអីដើម្បីលើកចិត្តតាហ៊ានមុនប្រយុទ្ធកុំឲ្យចាញ់ច្រើនបាទនៅលើសមរភូមិអ្នកដែលឆ្លងកាត់ប្រយុទ្ធមិនថាពីជំនាន់មុនឥឡូវភាគីម្ខាងតែងតែបំផុងនៅការស្លាប់របួសរបស់ភាគីម្ខាងទៀតបាទដូចអ៊ុយក្រែនហើយរុស្ស៊ីចឹងបាញ់មកកញ្ចែងទៅអត់មានស្លាប់ផងគេទៅអូស្លាប់300បាត់ហើយដើម្បីបំបាក់ស្មារតីម្ខាងនោះតែខ្លួនឯងអត់បង្ហាញទេបើស្លាប់10ប្រាប់តែមួយឥឡូវមើលក្នុងប្រហែលថ្ងៃទៅកសែតថៃមានដែរបង្ហាញថាគេរបួសស្លាប់តែហ៊ានយើងនៅមុខប្រាប់ថាមានរបួសមានស្លាប់ឬស្រែកចាយអីខ្លះគេអត់ទេគេប្រាប់ថាយើងតែមានតែគ្នាយើងមួយចំនួនបងប្អូនមួយចំនួនគាត់ថាសិទ្ធក្នុងការបញ្ចេញមតិខំទៅយកគាត់ថាឃើញខ្មែរលាក់ខ្ញុំទៅយកពីថៃយកមកផ្សាយតើបងប្អូនមានចេតនាឬក៏មិនយល់ពីចិត្តសាស្ត្រកងទ័ពខំបំហាញអំពីការបាត់បង់របស់កងទ័ពរបស់នេះក្រសួងការពារជាតិការគ្រប់គ្រងព័ត៌មាននេះគឺសំខាន់ដែរពេលដែលយើងវាយគ្នាព្រះវិហារដំបូងព័ត៌មានច្បោកច្បល់ដោយសារអីអ្នកកសែតទាមទារយកព័ត៌មានអញ្ចឹងគាត់រកពីក្រសួងអត់ទាន់បានព្រោះក្រសួងគេត្រូវបោកលេខអីឲ្យច្បាស់បានគេចេញគេទូទៅសួរអ្នកវិទ្យាមន្ត្រីអត់ទេខ្ញុំឮស្លាប់20នាក់តែ20នាក់ទៅដល់ចុងវាច្បោកច្បល់ពេញក្នុងប្រទេសធ្វើឲ្យបាក់ទី1តាហ៊ាននៅមុខតែទី2គ្រួសារនៅក្រោយខ្មែរគ្នាឯងស្លាប់ច្រើនណាទូទៅប្តីនៅមុខបងអើយមកបោះទៅបាក់ទឹកចិត្តនេះគឺជាកត្តាសំខាន់រឿងការចេញព័ត៌មានអំពីការរបួសស្លាប់ទៅលើដែលក្រសួងការពារជាតិត្រូវចេញមិនមែនជាការលាក់ព័ត៌មានទេប៉ុន្តែការគិតគូរឲ្យបានច្បាស់លាស់ទិន្នន័យឲ្យបានច្បាស់លាស់បូកជាមួយនឹងពេលវេលាបានច្បាស់លាស់ហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់តាក់ទងនឹងសភាពការវិវត្តនៅព្រំដែនសូមយកព័ត៌មានពីពេកផ្លូវការរបស់ក្រសួងទ័ពរបស់ក្រសួងការពារជាតិរបស់យើងបើមិនចឹងទេច្បោកច្បល់ហើយមិនស្រួលទៅយកតាពីកសែតរបស់ថៃហើយកសែតថៃគាត់ផ្សាយតែយើងបំពងតែពីយើងពេលខ្លះឥឡូវថាយើងស្លាប់ប្រមាណរបួសប្រមាណអីទៀតនោះអញ្ចឹងវាបង្កើតនៅការមិនទុកចិត្តខ្មែរគ្នាឯងបាទនេះគឺជាការសំខាន់